បានញ៉ាំសូមគ្រប់នឹងជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាvàត្រឡប់មកសារជាថ្មីជាមួយនឹងការវិភាគតម្លៃហាងឆេងមាសប្រចាំថ្ងៃយើងឃើញថាតម្លៃហាងឆេងមាសកាលពីម្សិលមិញនេះគឺមានការលក់ចុះខ្លាំងមែនទែនហើយចង់ដឹងថាតើនៅក្នុងថ្ងៃនេះវាអាចនឹងបន្តចុះទៅដល់កម្រិតណាទៀតឬក៏អាចធ្វើការទិញឡើងមកវិញបានចឹងចូលទៅមើលការវិភាគតាមបែបបច្ចេកទេសទាំងអស់គ្នាបាទសួស្តីបងប្អូនទាំងអស់គ្នាយើងមកវិភាគហាងឆេងមាសប្រចាំថ្ងៃអង្គារទី8ខែមេសាទាំងអស់គ្នាចឹងយើងឃើញថាតម្លៃហាងឆេងមាសបើកផ្សារនៅព្រឹកថ្ងៃច័ន្ទកាលពីម្សិលមិញគឺមានការធ្លាក់ចុះខ្លាំងហើយនៅយប់មិញនេះក៏វាបានបិទនៅបកគោបកក្រហមដែរបង្ហាញពីកម្លាំងលក់ចុះខ្លាំងបន្ថែមទៀតអញ្ចឹងបើសិនជាយើងមើលទៅលើបង្គោលខ្ញុំនៅតែមើលឃើញពីសញ្ញាលក់ចុះអត់តមានសញ្ញាទិញឡើងវិញទេសម្រាប់បង្គោលប្រចាំថ្ងៃប៉ុន្តែបើសិនជាយើងមើលទៅលើ trend មើលទៅលើទំនោរណាមាសគឺស្ថិតនៅក្នុងទំនោរកើនឡើងដដែលទេអត់ទាន់បង្ហាញពីការបដូរទំនោរនៅឡើយទេឥឡូវយើងចូលទៅមើលបង្គោលរយៈពេល1ម៉ោងសម្រាប់បង្គោលរយៈពេល1ម៉ោងនេះខ្ញុំបានគូសពីកម្រិតទាបហើយនិងកម្រិតខ្ពស់រួចហើយកម្រិតទាបគឺយើងមាន2ហើយកម្រិតខ្ពស់មាន3អញ្ចឹងត្រង់ចំណុចនេះខ្ញុំឲ្យបងប្អូនមើលសម្រាប់កម្រិតទាបគឺយើងឃើញនៅតម្លៃ$2,956ក្នុងមួយអោនដែលវាបានធ្លាក់ចុះទៅប៉ះកាលពីយប់មិញណាហើយសម្រាប់កម្រិតទាបរបស់វាមួយទៀតនៅទៅកម្រិត$2,930អញ្ចឹងក្នុងករណីបើមាសវាធ្លាក់ទៅម្ដងទៀតហើយបំបែកកម្រិត$2,956ហ្នឹងវានឹងទៅកម្រិត$2,930វិញប៉ុន្តែបើសិនជាអត់បំបែកទេវាធ្លាក់មកដល់ខាងក្រោមហ្នឹងយើងត្រៀមទិញពីខាងក្រោមហ្នឹងទៅបន្តថាវាធ្លាក់មកវិញណាយើងត្រៀមទិញពីក្រោមហ្នឹងទៅក្នុងករណីមួយទៀតដោយសារតែបច្ចុប្បន្ននេះខ្ញុំមើលឃើញពី retracement មានន័យថាការបង្កើតជា correction របស់មាសអាចនឹងឡើងទៅលើអញ្ចឹងព្រឹកនេះអាចនឹងឡើងមកខាងលើនេះអាចនឹងឡើងមកកម្រិត$3,018ក្នុងមួយអោនអញ្ចឹងបងប្អូនអាចធ្វើការទិញបានបច្ចុប្បន្ននេះខ្ញុំអាចជំរាបថាបងប្អូនអាចធ្វើការទិញបានជាមួយនឹង target យើងគឺនៅកម្រិត$3,018ហ្នឹងឬក៏បើសិនជាវាបំបែកវានឹងមកកម្រិតនេះ$3,047ក្នុងមួយអោនអញ្ចឹងមាសនៅក្នុងពីរតំបន់ហ្នឹងបើឡើងមកប៉ះកម្រិតខ្ពស់ទី1កម្រិតខ្ពស់ទី2វាអត់បំបែកទេនៅតែមានឱកាសធ្លាក់ចុះអញ្ចឹងប៉ុន្តែក្នុងករណីបើសិនជាវាបំបែកអាកម្រិត$3,047ហ្នឹងណាអញ្ចឹងតម្លៃមាសគឺវាប្រកាសជាបដូរបើយើងមើល time frame តូចណាបច្ចុប្បន្នវាស្ថិតនៅក្នុងទំនោរធ្លាក់អញ្ចឹងបើសិនជាវាបំបែកមកវិញអាហ្នឹងគឺមាសគឺអាចនឹងបង្កើតជាទំនោរកើនឡើងទៅវិញហើយអាចនឹងបង្កើតចេញជាទំនោរឡើងទៅលើបែបនេះអញ្ចឹងយើងចាំឲ្យវាបំបែកអាកម្រិតខ្ពស់ខាងលើនេះសិនចាំឲ្យវាបំបែកកម្រិតខ្ពស់$3,047ហ្នឹងសិនបានវាមានឱកាសទៅលើបង្កើតជាទំនោរកើនឡើងហើយនឹងចេញជាទំដងអញ្ចឹងឡើងមកវិញអូខេអញ្ចឹងសម្រាប់មាសនៅក្នុងថ្ងៃនេះខ្ញុំឲ្យបងប្អូនត្រៀមទិញឡើងចាំដល់លើដល់តម្លៃកម្រិតខ្ពស់ទី1ឬក៏កម្រិតខ្ពស់ទី2នេះចាំយើងធៀបលក់ចំមកវិញបាទសម្រាប់បងប្អូនដែលចង់បើកគណនីជួញដូរឬក៏បងប្អូនចង់សិក្សាបន្ថែមទាំងវគ្គកម្រិតដំបូងក៏ដូចជាវគ្គកម្រិត Advanced បងប្អូនអាចតាក់ទងមកកាន់ខ្ញុំបាទផ្ទាល់ឬក៏ភ្នាក់ងាររបស់យើងណាមួយហើយសម្រាប់ការសិក្សានេះសម្រាប់បងប្អូនដែលជួញដូរក៏យើងមានផ្ដល់ជូននៅ indicator មួយចំនួនដែលជំនួយក្នុងការវិភាគដល់បងប្អូនផងដែរចឹងសម្រាប់បងប្អូនដែលចាប់អារម្មណ៍បងប្អូនអាចតាក់ទងមកកាន់លេខទូរស័ព្ទ011 699 និង802ចឹងខ្ញុំបាទក៏សូមអរគុណសូមគោរពលា